ថ្ងៃនេះជាថ្ងៃទី14ខែមេសាឆ្នាំ2025សូមសង្ខេបព្រឹត្តិការណ៍អង្គរសង្ក្រាន្តពេញមួយថ្ងៃនេះនៅក្នុងវីដេអូនេះចឹងកម្មវិធីនៅថ្ងៃទី14ខែមេសាឆ្នាំ2024នេះគឺចាប់ផ្ដើមឡើងនៅម៉ោង 3:20 នាទីព្រឹកព្រលឹមដែលជាការទទួលទេវតាដែលទេវតាយាងចុះនៅម៉ោង 4:48 នាទីព្រឹកបន្តមកទៀតកម្មវិធីផ្ដើមនៅពេលរសៀលគឺម៉ោង 3:00 នាទីជាកម្មវិធីបើកអង្គរព្រឹត្តិការណ៍អង្គរសង្ក្រាន្តចឹងចៃដន្យនៅពេលដែលទៅដល់ម៉ោង 11 កន្លះបានជួបនឹងព្រះរាជបុត្ររាជវង្សមួយអង្គហើយនឹងបងប្រុសជាប្រធានសាស្ត្រាហ្វៀមផងហើយនៅកម្មវិធីសំខាន់ដែលយើងនឹងរងចាំគឺនៅម៉ោង 5:10 នាទីនិង 5:20 នាទីដែលមានកម្មវិធីដង្ហែក្បួនអង្គរសង្ក្រាន្តគឺជាកម្មវិធីដង្ហែធំហើយល្អមើលរហូតដល់យើងមើលហើយមានភ្លៀងខ្លាំងហើយនៅតែសប្បាយរីករាយថ្ងៃនេះរៀងសប្បាយខ្លាំងដែរចំពោះអ្នកចូលរួមផ្ទាល់ហើយនៅពេលដែលយើងទន្ទឹងរង់ចាំអធិបតីគឺសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញមកដល់នៅម៉ោង 3 ក៏យើងបានដើរមើលការហាត់សមការរៀបចំមានការលក់ចំណីអាហារឆ្ងាញ់មានការសម្ដែងបដាមានក្បាច់គុនខ្មែរចម្រុះមានចំណុចមានកម្មវិធីច្រើនលុះដល់ម៉ោង 3:00 ដែលជាការបើកកម្មវិធីនោះគឺជាបណ្ដាមានការរៀបចំខ្សែព្រ័ត្រពីព្រោះនៅម៉ោង 3:20 នាទីម៉ោង 3:10 នាទីគឺមានការទាញព្រ័ត្រមិត្តភាពការទាញព្រ័ត្រនឹងមានអ្នកចូលរួមច្រើនព្រោះខ្សែព្រ័ត្រធំហើយវែងណាមានប្រវែង 250 ម៉ែត្រអ្នកចូលរួមច្រើនម្ខាងអាចមាន170នាក់ឬលើសពីនឹងផងហើយអត់មានអ្នកឈ្នះអ្នកចាញ់ទេខ្ញុំសូមនិយាយសង្ខេបពីព្រោះបន្តិចទៀតយើងនឹងឃើញទស្សនវិជ្ជានៅកម្មវិធីចាប់ពីម៉ោង 5:10 នាទីរហូតដល់ម៉ោង 6 ជាងអញ្ចឹងសូមមើលទស្សនវិជ្ជាដូចតទៅព្រោះល្អមើលដែរហើយសប្បាយជាងគេគឺចាប់ពីពេលដែលមានការទាញព្រ័ត្ររហូតដល់ចប់គឺនៅពេលល្ងាចដែលសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញនិវត្តន៍ត្រឡប់ទៅវិញចឹងសូមទស្សនាទស្សនវិជ្ជាសង្ខេបកាត់ដែលយើងមើលមួយថ្ងៃពេញហ្នឹងដូចតទៅនេះគឺជាកីឡាករជុំសូមបញ្ជាក់បន្ថែមបន្តិចថានៅក្នុងវីដេអូនេះយើងនឹងឃើញអ្នកមុខអ្នកការអ្នកល្បីៗជាច្រើនមាន YouTuber បរទេសហើយនឹងខ្មែរមានតារាជាច្រើនផងមានបុត្ររបស់ក្សត្ររាជវង្សរបស់ខ្មែរយើងផងមានកូនប្រុសរបស់ខាងក្រុមហ៊ុនវឌ្ឍនៈហើយនឹង YouTuber បរទេសដែលមកជាមួយគាត់ផងមានតារាល្បីមួយចំនួនមានគណៈអធិបតីដូចជាសម្ដេចនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីជាច្រើនផងរដ្ឋមន្ត្រីមានឯកឧត្តមអភិបាលខេត្តផងអភិបាលរងខេត្តផងមានមនុស្សច្រើនមានឯកឧត្តមលោកជំទាវអ្នកមុខអ្នកការនិងអ្នកល្បីជាច្រើនផងដែរនៅក្នុងវីដេអូនេះដែលมันបានរៀបរាប់អស់ទេប៉ុន្តែយើងនឹងឃើញដូចជាយើងឃើញពេលនេះគឺបងខាង Business Advisor គាត់សម្ភាសជនបរទេសអញ្ចឹងរាប់មិនអស់ទេសូមមើលក្នុងវីដេអូផ្ទាល់នឹងឃើញអ្នកល្បីនៅក្នុងវីដេអូហ្នឹង
Melakukan lepas macet cui sengkung. Kemudian itu pendekat komunikasi platform kru dan kru. Bagaimana sebab ini untuk terang komunikasi lindungi ketika komunikasi terang harus diperhatikanบริเวณในปราสาทអង្គរគឺបងប្អូនអាចរីករាយជាមួយវិធីទីប្រវត្តិភាពអង្គរសង្ក្រាន្តនេះសូមត្រៀមដើម្បីផ្ដល់កម្លាំងចិត្តនិងអបអរសាទរសម្រាប់ពិធីទីប្រវត្តិភាពអង្គរសង្ក្រាន្តផ្លេចដឹងទិសណាទៅដីចាដោយសារតែឆ្នាំនេះក៏យើងមានមកចិត្តជាពិសេសគឺបងប្អូនមហាជនបាទក៏បានចូលរួមតាំងពីឥឡូវទៅហើយដោយសារតែតាមពិតទៅអង្គរសង្ក្រាន្ត2025ចាសូមពុកម៉ែបងប្អូនដល់គ្នាផ្ដល់នូវស្នាមញញឹមនិងសម្លេងហូរខ្លាំងៗដល់គ្នាជូនដល់សម្ដេចធម្មតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអាយដាមលោកជំទាវភ្ញៀវក្រយុការទន្ទឹងរង់ចាំក៏បានឈានចូលមកដល់នៅក្នុងពិធីវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចធម្មតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកដល់វេទិការៀបចំនៅកម្មវិធីទីប្រវត្តិភាពអង្គរសង្ក្រាន្តឆ្នាំ2025វេទិការបស់យើងខ្ញុំសូមជម្រាបជូនដល់អង្គពិធីទាំងមូលក៏ដូចជាបងប្អូនភ្ញៀវក្រយុជាតិនិងអន្តរជាតិទាំងអស់គ្នាសូមត្រៀមខ្លួនជាមួយនឹងពិធីទីប្រវត្តិភាពអង្គរសង្ក្រាន្តឆ្នាំ2025ចាដូច្នេះពេលនេះយើងខ្ញុំក៏សូមធ្វើការអនុញ្ញាតជម្រាបជូនដល់សម្ដេចធិបតីក៏ដូចជាគណៈធិបតីទាំងអស់ឲ្យបានជ្រាបផងដែរថាចំពោះចាពិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្តចាគឺយើងបានប្រើប្រាស់ជាមួយនឹងខ្សែព្រ័ត្រប្រវែង250ម៉ែត្រចាដែលមានមុខកាត់60មីលីម៉ែត្រដែលអនុញ្ញាតឲ្យអ្នកចូលរួមទាញគឺបានរហូតដល់ទៅចំនួនចា750នាក់ហើយពិសេសគឺកំពុងតែប្រពធ្វើឡើងនៅបរិវេណផ្លូវដើរខាងមុខនៃប្រាសាទអង្គរវត្តនិងវត្តមានរបស់បងប្អូនមហាជនជាច្រើនចាយ៉ាងច្រើនបងប្អូននៅទីនេះដែលកំពុងតែចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នាសូមសម្ដែងបានខ្លាំងៗទាំងអស់គ្នាពិធីទីប្រវត្តិមិត្តភាពអង្គរសង្ក្រាន្តឆ្នាំ2025ដល់ពេលចាប់ផ្ដើមយើងខ្ញុំសូមទុកទូនាទីជូនដល់លោកព្រឹទ្ធាចារ្យរៀបចំការប្រកួតសូមគោរពអញ្ជើញទីប្រវត្តិសូមចាប់ផ្ដើមបងប្អូនទាំងអស់គ្នាខាងជើងឬក៏ខាងក្បួនអរគុណបងប្អូនទាំងអស់គ្នានៅក្នុងពេលនេះមិនមានអ្នកចាញ់ទេគឺយើងឈ្មោះទាំងអស់គ្នាចាសូមសម្ដែងបានខ្លាំងៗទាំងអស់គ្នាសាទរសង្ក្រាន្តឆ្នាំថ្មីសម្ដេចធិបតីអាយដាមលោកជំទាវភ្ញៀវក្រយុទាំងអស់ជាទីគោរពនិងជាទីមេត្រីផែនជាបន្តគឺជាផែនទេវតាឆ្នាំថ្មីព្រះនាងគោរិកៈទេវីដែលជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងជាមុខអភិបាលថែរក្សាក្រុងកម្ពុជានៅក្នុងឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568
ពុទ្ធសករាជ2569 គ្រិស្តសករាជ2025 តាមរយៈការបង្ហាញជូនខេត្តដំបូងដែលជាផែនទេវតាឆ្នាំថ្មីចាក្បួននាំមុខដែលកំពុងតែបង្ហាញជូនមុខសម្ដេចគណៈធិបតីនិងអង្គពិធីទាំងមូលក៏ដូចជាបងប្អូនជាទេសចរជាតិនិងអន្តរជាតិបងប្អូនមហាជនខ្មែរបានតាមដានទស្សនានៅពេលនេះគឺជាក្បួនចារួមរបស់ផ្លិតដែលសម្ដែងដោយចាសិល្បករសិល្បករនេះដ៏ស្រស់ស្អាតរបស់យើងមុខខែទេវតាជាបន្តគឺជារបាំទេពមនោរម្យដែលសម្ដែងជូនដល់សិស្សនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងផែនជាបន្តគឺជាផែនទេវតាឆ្នាំថ្មីព្រះនាងគោរិកៈទេវីដែលជាបុត្រីទី2កបិលមហាព្រហ្មដែលនឹងយាងមកអភិបាលក្រុងកម្ពុជានៅក្នុងឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រោះព្រំនៅពោសព្វសាធុការសិរីមង្គលជូនដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រជាជាតិកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចអតីតប្រធានាធិបតីប៊ុនរ៉ានីហ៊ុនសែនសូមគោរពជូនពរសម្ដេចមហារដ្ឋសភាទីការធិបតីខួនសូដារីប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជានិងសូមបួងសួងជូនពរជ័យដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងលោកជំទាវបណ្ឌិតបច្ចឹមនីព្រមទាំងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងក្រៅប្រទេសសូមមានតែសេចក្តីសុខសន្តិភាពនិងការអភិវឌ្ឍក្បួនទេវតាឆ្នាំថ្មីក៏បានរំលងផុតទៅបន្តទៀតជាមួយនឹងការបង្ហាញនៅក្បួនដែលជាការសម្ដែងដ៏ពិសេសចាគឺផែនចាគឺយើងកំពុងតែធ្វើការបង្ហាញជូនចំពោះមុខគណៈអធិបតីចាគឺសម្រាប់ចាវគ្គទី2គឺឧត្តមមរតកដែលជាផែនដំបូងគឺបង្ហាញអំពីស្បែកធំដែលជាការសម្ដែងនៅចាឈុតឆាកល្ខោនស្បែកធំដែលមានជាមួយនឹងការបង្ហាញជូនដោយក្រុមសិល្បករសិល្បករនេះដែលមកពីចា ផ្ដល់ស្នូលទៅដៃសាទរល្ខោនខោលកម្ពុជាសូមអរគុណដល់សិល្បករសិល្បករនេះដែលបានបង្ហាញជូនជាមួយនឹងឈុតឆាកដ៏អស្ចារ្យទាំងការសម្ដែងចាដ៏ចម្រុះគ្នានៅក្នុងពេលនេះផងដែរជាបន្តគឺជាការសម្ដែងពីនាយការីរបស់អប្សរានៃសាលាមជ្ឈមវិចិត្រសិល្បៈ
ទេសកម្ពុជាចាដែលបានរួមគំក្រៅប្រលប់នៃសុខសន្តិភាពនិងអបអរសាទរជាមួយនឹងប្រទេសកម្ពុជាដែលមានសុខសន្តិភាពនិងការអភិវឌ្ឍ សូមពុកម៉ែបងប្អូនទាំងអស់គ្នាបន្តកំសាន្តសប្បាយជាមួយនឹងការសម្ដែងជូននៅរបាំប្រជាប្រិយបើទោះបីជាមានគ្នាទាំងណាប៉ុន្តែយើងនៅតែចូលរួមសាទរអង្គរសង្ក្រាន្តជាមហាគ្រួសារខ្មែរសូមបងប្អូនមហាជនទាំងអស់រួមលេងក្រោមដំណក់ភ្លៀងទាំងអស់គ្នាយើងនៅតែបន្តកម្មវិធី យើងខ្ញុំទាំងអស់គ្នាសូមសាទរអង្គរសង្ក្រាន្តឆ្នាំថ្មីឆ្នាំ2025សូមប្រសិទ្ធពរជ័យជូនដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រជាជាតិកម្ពុជា ជាមួយយើងខ្ញុំទាំងអស់គ្នាគឺតែបន្តកម្មវិធីញ៉ាំ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 សង្ក្រាន្តសង្ក្រាន្តសង្ក្រាន្តញ៉ាំញ៉ាំសាទរ សាវរីនៃការចងចាំដ៏ល្អមួយដែលប្រជាពលរដ្ឋអាចមានឱកាសឆ្លងឆ្នាំថ្មីជាមួយនឹងថ្នាក់ដឹកនាំរបស់យើងសូមគោរពជូនពរដំណើរនិវត្តន៍ត្រឡប់គេឋានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាសូមមានសេចក្តីសុខសុវត្ថិភាពសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សាទរសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នា បងប្អូនទាំងអស់ជាទីគោរពនិងជាទីមេត្រីជាមួយនឹងព្រឹត្តិការណ៍នៃពិធីដង្ហែក្បួនអង្គរសង្ក្រាន្តថ្ងៃទី1បានបញ្ចប់ប្រកបដោយភាពត្រជាក់ត្រជុំ